សួស្តីអ្នកនាងវិលត្រឡប់មកកាន់វីដេអូថ្មីផាន free ដែលខ្ញុំនឹងបង្ហាញសរុបទាំងថ្ងៃទី3និងថ្ងៃទី4ដែលខ្ញុំនៅបានដងហើយនឹងចាកាតាអញ្ចឹងព្រលឹមឡើងគ្រូខ្ញុំជាមួយនឹងប្រពន្ធគាត់បានមកយកខ្ញុំនៅ apartment ហើយប្រពន្ធគាត់ខ្ញុំខាងជួបគាត់ជួបដែរអញ្ចឹងខ្ញុំជំរាបសួរជាមួយគាត់នៅស្នាមួយគាត់អូខេបន្ទាប់ពីស្នាមួយគាត់ហើយយើងចាប់ការធ្វើដំណើរទៅកាន់សាលាតែម្ដងដោយសារតែថ្ងៃនេះគឺគាត់ជូនខ្ញុំពីផឹកទៅសាលាដើម្បីទៅលេងសាលាព្រោះថាដឹងហើយយើងបែកពីសាលាយូរអញ្ចឹងយើងទៅលេងសាលាថាសាលាយើងមានផ្លែខ្លះហើយក៏បានធ្វើវីដេអូសម្ភាសន៍តាក់ទងជាមួយនឹងបបិសោនៅពេលដែលខ្ញុំបានរៀនចប់ចេញពីសាលាចំពោះ e-book វិញគាត់ទើបតែមកពីជោគជ័យអញ្ចឹងគាត់មានរបស់នំផ្ញើជូនខ្ញុំមកយ៉ាងដែរអញ្ចឹងសូមប្រាប់តាក់ទងជាមួយនឹងពាក្យ e-book នៅក្នុងភាសាឥណ្ឌូនេស៊ីពាក្យ e-book មានន័យថាលោកស្រីអ្នកស្រីឬក៏ម្ដាយហ្នឹងទៅអញ្ចឹងគេនិយមប្រើពាក្យថា e-book អញ្ចឹងខ្ញុំហៅគាត់ថា e-book ទេអញ្ចឹងនៅពេលនេះគឺយើងបានមកដល់ស្លាយចំពោះផ្នែកខាងមុខច្រកចូលគឺអត់មានផ្លែទេខ្ញុំមកពីមុនមិនគឺនៅអញ្ចឹងទៅដែរតែគាត់ថានៅពេលដែលខ្ញុំចុះពីលើឡានខ្ញុំបានដើរទៅកន្លែងផ្សេងៗយើងឃើញថាអគារមួយចំនួនបានកែប្រែទៅធ្វើអីផ្សេងអញ្ចឹងទៅនៅពេលដែលខ្ញុំមកដល់សាលាគ្រូគាត់ដើរណែនាំមកជុំវិញសាលាជាមួយនឹងបងស្រីខ្ញុំដែលមកជាមួយហ្នឹងបង្ហាញអំពីបន្ទប់បង្ហាញអំពីទីកន្លែងអីផ្សេងអញ្ចឹងទៅហើយខ្ញុំក៏បង្ហាញប្រាប់គាត់តាក់ទងជាមួយនឹងកន្លែងដែលខ្ញុំធ្លាប់រៀនកន្លែងបណ្ណាល័យអីផ្សេងដែលខ្ញុំនៅពេលដែលរៀនចប់ហើយគឺយកសភៅទៅតម្កល់អីចឹងទៅម្ដងថ្ងៃនេះដែរជួបជាមួយនឹងកូនស្រីគាត់ម្ដងទៀតដោយសារតែគាត់ត្រូវដល់ថ្ងៃប្រឡងអញ្ចឹងគាត់ម្ដងគាត់ឆ្លៀតជួបខ្ញុំមកផ្លែតហើយកន្លែងនេះគឺជាបណ្ណាល័យនៅពេលដែលយើងប្រឡងចប់យើងទៅសេសភៅរួចចប់មានការព្រួពីគ្រូអស់ហើយគឺយើងយកមកដាក់នៅក្នុងបណ្ណាល័យនេះដើម្បីទុកជាស្នាដៃបន្ទាប់ពីយើងបានដើរមើលបណ្ណាល័យហើយយើងដើរទៅទៀតហើយចំថ្នាក់គេកំពុងតែប្រឡងអូខេហើយមកដល់កន្លែងនេះគឺជាសួនកន្លែងអង្គុយលេងខ្ញុំធ្លាប់អង្គុយលេងធ្លាប់បង្កើតជាកម្មវិធីនិយាយភាសាឥណ្ឌូនេស៊ីដើម្បីសភាជាមួយនឹងអ្នកដែលនៅសាលាហ្នឹងអញ្ចឹងគ្រូមានកម្មវិធីមួយយើងដើរនិយាយជាមួយពួកគាត់ជាភាសាឥណ្ឌូនេស៊ីអញ្ចឹងណាហើយមកដល់កន្លែងអគារនេះគឺទំធ្វើទេពេលដែលខ្ញុំនៅរៀនហ្នឹងគឺអត់ទាន់មានទេអញ្ចឹងគ្រូគាត់បង្ហាញប្រាប់ថានេះគឺជាអគារថ្មីក្នុងអគារហ្នឹងគឺមានកន្លែងហាត់ប្រាណសម្រាប់សិស្សសម្រាប់គ្រូមានកន្លែងវាយកូនហ្គោលមានកន្លែងលេងបាល់អីចឹងទៅអញ្ចឹងគឺគេបង្កើតមកសម្រាប់រៀនផងហើយនឹងផ្នែកកីឡាផងបន្ទាប់ពីដើរមើលអគារថ្មីហើយយើងក៏បានមកជាមួយនឹងកន្លែងថ្នាក់ដែលខ្ញុំរៀនអញ្ចឹងនៅអគារនេះគឺខ្ញុំរៀនអគារខាងហ្នឹងគឺផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រហើយនៅខាងក្រោមនេះគឺមានកុងទៀនសម្រាប់យើងញ៉ាំអីពេលដែលយើងចប់ម៉ោងសម្រាកគេមានម្ហូបនៅទីនេះមានម៉ាតមានភេសជ្ជៈអីចឹងទៅអញ្ចឹងយើងចង់ញ៉ាំអីយើងអាចទៅញ៉ាំបានក្រោយពីសម្រាប់អង្គុយលេងមួយផ្លែតញ៉ាំអីហើយយើងក៏ចាប់ផ្ដើមរៀបចំចេញដំណើរទៅកន្លែងមួយទៀតដែលជាកន្លែងកម្សាន្តកន្លែងនេះគឺគ្រូខ្ញុំជាអ្នក recommend ជាអ្នកនាំទៅខ្ញុំសរសើរទឹកចិត្តពួកគាត់ខ្លាំងមែនតើអត់ឲ្យខ្ញុំទៅសុខចិត្តកដោខ្ញុំទៅដើរលេងមួយថ្ងៃទៀតជូនខ្ញុំទៅដើរលេងចង់ទៅកន្លែងណាគាត់បង្ហាញរូបមើលហើយពួកខ្ញុំអូខេគាត់ជូនទៅអញ្ចឹងចេញពីដំណើរពីសាលាមកប្រហែលជា1ម៉ោងជាងយើងមកដល់កន្លែងកម្សាន្តដែលកន្លែងនេះយើងត្រូវទិញសវត្ថចូលអញ្ចឹងគេមាន option ឲ្យយើងរើសវាមានកន្លែងលេង2 3កន្លែងអញ្ចឹងទៅយើងចង់លេងមួយណាអញ្ចឹងទិញសវត្ថមួយហ្នឹងទៅយើងអាចចូលកន្លែងហ្នឹងបានពេលដែលយើងឆែកសវត្ថហើយយើងមកដល់កន្លែងនេះដែលមានឈ្មោះថា Dusun Bambuនៅកន្លែងនេះគឺគេរៀបចំបានស្អាតដោយគេបានបែងចែកកន្លែងលេងទៅតាមកន្លែងប្រភេទផ្សេងហើយមានកន្លែងញ៉ាំអីចឹងលោកគ្រូខ្ញុំគាត់ញ៉ាំអីនៅកន្លែងហ្នឹងហើយគាត់ទុកពេលឲ្យពួកខ្ញុំបានដើរលេង ហ
កន្លែងទី1ដែលខ្ញុំចូលនេះគឺជាកន្លែងសួនកំសាន្តរបស់ក្មេងអញ្ចឹងក្មេងក៏លេងបានឬធំក៏លេងបានមានកន្លែងជិះទងបវលមានកន្លែងពងរបស់ក្មេងលោតលេងហើយខ្ញុំជិះកន្លែងហ្នឹងគឺជិះពងនេះគឺអត់ប្រើទឹកនេះគឺប្រើប្រភេទជ័រល្អិលពីមានកង់មកគេអញ្ចឹងខ្ញុំអង្គុយលេងហ្នឹងទៅខ្ញុំក៏សាក់ជិះលេងត្រង់សួរគេដែរខ្លាចលេងបានកូនក្មេងហើយមិនធំហ្នឹងខ្លាចគេឲ្យលេងហ្នឹងតែសួរទៅគេថាគេឲ្យលេងដែលពេលដែលយើងឡើងជិះហ្នឹងគឺដើម្បីយើងលើកជើងផត់ព្រោះគេខ្លាចល្អិលទៅប៉ះជើងបត់ជើងអីចឹងលើកឲ្យផត់ទៅហើយវានឹងល្អិលតាមនឹងខ្ញុំគីឡូខ្ញុំរៀងធន់អញ្ចឹងនៅពេលដែលជិះទៅកម្លាំងរមៀលកម្លាំងល្អិលហ្នឹងវាខ្លាំងតោះតែមានអ្នកទុកកន្លែងនេះយើងអាចជិះបាន3ដងតែខ្ញុំខ្ជិលខ្ញុំក៏ដើរទៅកន្លែងផ្សេងទៀតព្រោះយើងអត់ចង់ឲ្យពេលវេលាខោអញ្ចឹងពីរអ្នកនេះគឺគាត់ថតរូបផងគាត់ជិះអាទងនឹងផងហើយកន្លោអត់ស្មើគ្នាអញ្ចឹងពិបាកជិះចូលដល់កន្លែងមួយទៀតទៅកន្លែងនេះគឺវាមានទឹកអញ្ចឹងកន្លែងនេះពេលនឹងចូលមកគេឆែកយើងសម្បត្តិយើងហើយយើងដើរចូលទៅយើងឃើញមានគេធ្វើជាចំហាយទឹកផ្សែងអញ្ចឹងទៅអញ្ចឹងសម្រាប់ស្រីឬក៏គេចង់ថតរូបវាឃើញមកស្អាតហើយកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺកន្លែង background ទឹកធ្លាក់នេះនៅក្នុង TikTok នៅក្នុង YouTube ក្នុងហ្នឹងគឺល្បីកន្លែងហ្នឹងខ្ញុំមកពេលថ្ងៃវាអត់សូវឃើញស្អាតទេវាស្អាតបែបម្យ៉ាងភាសាវាមានផ្ទៃសអញ្ចឹងទៅតែនៅពេលយប់គឺមាន slide ប្រចាំពណ៌កន្លែងហ្នឹង slide គេដាក់ពីរសងខាងគឺយើងគេប្រចាំពណ៌លោតចុះលោតឡើងទៅមើលទៅឃើញស្អាតពីច្រើនអ្នកដែលមកកន្លែងនេះគឺគេចូលចិត្តថតរូបកន្លែងហ្នឹងជាងគេអូខេអញ្ចឹងវីដេអូនៃដំណើរកម្សាន្តថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ថ្ងៃស្អែកពួកយើងនឹងទៅយ៉ាកាតាវិញដល់ជាជាមួយនឹង Fast Train អញ្ចឹងបើចង់ដឹងអំពីសកម្មភាពនានារបស់អ្នកនៅទីក្រុងយ៉ាកាតាកុំភ្លេចតាមដានវីដេអូបន្តរបស់អ្នកទាំងអស់គ្នាអរគុណឥឡូវនេះថ្ងៃទី4ថ្ងៃបន្ទាប់គឺយើងរៀបចំចេញទៅយ៉ាកាតាវិញហើយអញ្ចឹងមុនទៅគ្រូខ្ញុំនាំមកញ៉ាំអីសិនដែលវាដូចជាលក្ខណៈអាហារ buffet អញ្ចឹងដោយសារតែយើងអាចរើសនៅម្ហូបដែលយើងចង់ញ៉ាំបានហើយអញ្ចឹងនៅពេលដែលយើងរើសហើយគេនឹងមានកระดาษមួយដើម្បីធៀបថាយើងយកអីខ្លះអញ្ចឹងគេគិតលុយតាមហ្នឹងឥឡូវនេះបន្ទាប់ពីហូបអីហើយគឺយើងបានធ្វើដំណើរមកកាន់ Fast Train គឺរថភ្លើងល្បឿនលឿនគេហៅថា Bus អញ្ចឹងចំណាយពេលពីបានដុងទៅយ៉ាកាតាប្រហែលជា35ទៅ45នាទីហើយនៅពេលដែលយើងឡើងទៅដល់លើគឺដល់កន្លែង security គេ check មើលអីវ៉ាន់របស់យើងអញ្ចឹងនៅពេលដែល check ហើយដល់ពេលដែលខ្ញុំទៅលាគាត់ហើយមកដល់លើអង្គុយចាំផែមកសធុជើងរថភ្លើងបានមកដល់ហើយនេះគឺជាកាតដែលមាន QR ដើម្បីធ្វើការ scan ចូលទៅខាងក្នុងអញ្ចឹងយើងមានកាតនេះគឺយើងអាច scan ចូលទៅខាងក្នុងបានបន្ទាប់ពីចេញពីកន្លែង scan មកដល់មុខបន្តិចមានច្រកមួយចុះទៅខាងក្រោមតាមរយៈចតាយន្ត
ឬក៏ចតាជើងក៏បានដែរម្ដងខាងក្រោមនេះយើងហៅកន្លែង club របស់វាគឺលេខ7អញ្ចឹងខ្ញុំមកដល់កន្លែងនេះខ្ញុំរៀងអត់ច្បាស់ដែរក៏ខ្ញុំសួរលោកពូជនជាតិឥណ្ឌូថាបន្ទប់នេះលេខ7ត្រូវអត់គាត់ថាត្រូវអីចំពោះកៅអីលេខអីគឺមានដូចទៅនឹងយន្តហោះដែរហើយវ៉ាលីយើងអាចដាក់នៅខាងមុខកន្លែងច្រកចូលនោះក៏បានយើងអាចដាក់នៅខាងលើកន្លែងកៅអីដែលយើងអង្គុយក៏បានដែរដោយសារតែខ្ញុំចេញពីច្រកដំបងអញ្ចឹងកៅអីវាអត់ទាន់មានមនុស្សអង្គុយទេនៅពេលដែលយើងចូលដល់ស្ថានីយ៍ទី2ទី3ទី4ទើបមនុស្សមកអង្គុយដែរនិយាយរួមទៅការជិះ fast train គឺចំណេញពេលវេលាហើយតម្លៃក៏អត់ថ្លៃដែរហើយខ្ទង់10រៀលជាងដូចយើងជិះឡានដែរទេយើងគ្រាន់តែឈប់មួយស្ថានីយ៍ពីរស្ថានីយ៍យើងមកដល់ទីក្រុងចាកាតាមកដល់ចាកាតាភ្លាមគឺតម្រង់ហៅតាក់ស៊ីទៅអាផាតមិនតែម្ដងសារតែអស់កម្លាំងចេញពីបានដងមករៀងអស់កម្លាំងដែរអញ្ចឹងយើងក៏សម្រាកទៅហើយអាផាតមិនខ្ញុំជួលនេះគឺនៅជាយក្រុងក្បែរនឹងមាត់សមុទ្រអញ្ចឹងកន្លែងនេះវាស្ងប់ស្ងាត់ហើយកន្លែងដែលខ្ញុំចូលមកនេះគឺទៅបើកថ្មីទេកន្លែងនេះគឺដំបូងគិតថាទិញសម្បត្តិចូលតែម្ដងអត់ទេយើងអាចចូលដោយ free គ្រាន់ថានៅពេលដែលយើងចង់ញ៉ាំអីយើងអាចចូលទៅកន្លែងមួយដោយសារគាត់មានប្លុកអញ្ចឹងណាអញ្ចឹងកន្លែងខ្លះគេឲ្យយើងចូលកន្លែងខ្លះកម្មសិទ្ធិរបស់កន្លែងហាងគេលក់ម្ហូបលក់អីទៅយើងតើតែយើងទិញម្ហូបទើបអាចចូលកន្លែងរបស់គេបានហើយខ្ញុំអត់មានទៅណាទេគ្រាន់តែដើរមើលទេសភាពហើយមើលកន្លែងហូបសំណាក់ដែលគេទៅបង្កើតហើយក៏បានទៅរកអីញ៉ាំនៅក្បែរនឹងមួយផ្លែតក៏ត្រឡប់ទៅអូតែវិញcô mau minta biệt nhỉ rồi bị nhà mày hỏi từ lọp từ apartment vĩnh xong cả lắng ái từ từ lọp một mai vĩnh cứ hai chiều mong đập mùi ngày tròn trong video này nhom miền tài phần năng tế vì đầm này cầm sang và nhóm từ tì krong bản đống nâng tì krong Jakarta nơi trongประเทศ Indonesia chụp ní nơi trong video blog rồi ốc con